ក្បួនទូកដឹកជំនួយ Gaza Summit Flotilla នឹងប្រមូលផ្ដុំគ្នាដោយមកពីប្រទេសផ្សេងៗមានប្រមាណជាង20ប្រទេសដែលមកពីកំពង់ផែ Barcelona ប្រទេសអេស្ប៉ាញកំពង់ផែ Girona ប្រទេសអ៊ីតាលីកំពង់ផែ Bizotte ទុយនីស៊ីជាដើមនឹងមកជួបជុំគ្នានៅកណ្ដាលសមុទ្រ Mediterranean ដោយមានគោលបំណងចង់បំបែកការបិទផ្លូវសមុទ្ររបស់អ៊ីស្រាអែលទៅលើតំបន់ Gaza ដែលជាទូកដឹកជំនួយទៅដល់ប្រជាជននៅទីនោះជាក់ស្ដែងតាមគេហទំព័រ Euronews ចុះថ្ងៃទី27កញ្ញា2025ក្បួនទូកដឹកជំនួយមនុស្សធម៌ដ៏ធំមួយដែលមានឈ្មោះថា Gaza Summit Flotilla ត្រូវបានគេរំពឹងថានឹងមកដល់ក្នុងរយៈពេលប្រហែល4ទៅ7ថ្ងៃទៀតដែលមានចម្ងាយប្រហែល745គីឡូម៉ែត្រពី Gaza កងនាវាចរនឹងចូលទៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងរយៈពេលប្រហែល2ថ្ងៃជាកន្លែងដែលរំពឹងថានឹងមានការកើនឡើងជាលំដាប់ត្រូវការប្រុងប្រយ័ត្ននិងសាមគ្គីភាពជាសកលបេសកកម្មនេះមានគោលបំណងបំបែកការបិទផ្លូវរបស់អ៊ីស្រាអែលនៅតំបន់ Gaza និងផ្ដល់ជំនួយមនុស្សធម៌រួមទាំងការផ្គត់ផ្គង់ផ្នែកវិទ្យាសាស្ត្រផងដែរនាវាដឹកជំនួយមាននាវាប្រហែល50គ្រឿងជាមួយសកម្មជនមកពីជាង20ប្រទេសរួមទាំងសមាជិកជាប់ឆ្នោតមកពីអឺរ៉ុបនិងសហរដ្ឋអាមេរិកកងនាវាចរបានប្រឈមមុខនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងការគំរាមកំហែងរបស់អ៊ីស្រាអែលដោយអ៊ីស្រាអែលបញ្ជាក់ថាខ្លួននឹងមិនអនុញ្ញាតឲ្យនាវាណាមួយចូលទៅក្នុងតំបន់ដែលខ្លួនហៅថាតំបន់រារាំងកងទ័ពជើងទឹករបស់ខ្លួនឡើយអ្វីបើមានការលំបាកផ្នែកបច្ចេកទេសដែលប៉ះពាល់ដល់ក្បួនដឹកក៏ដោយតែបេសកកម្មរបស់ខ្លួននៅតែបន្តហេតុអ្វីបានជាអ៊ីស្រាអែលបិទច្រកសមុទ្រនេះមូលហេតុចម្បងនោះគឺហេតុផលសន្តិសុខជាតិដោយអ៊ីស្រាអែលលើកឡើងថាការអនុញ្ញាតឲ្យទូកចូលដោយផ្ទាល់ទៅតំបន់ Gaza នឹងបើកផ្លូវឲ្យក្រុមហាម៉ាស់ឬក្រុមប្រដាប់អាវុធផ្សេងទៀតនៅក្នុងតំបន់ Gaza អាចលួចនាំចូលអាវុធគ្រាប់រំសេវនិងសម្ភារៈយោធាពីបរទេសតាមសមុទ្រឬមានការបង្កប់ខ្លួនដោយទូកជំនួយទាំងនោះអ៊ីស្រាអែលក៏បានប្រមានបង្កហេតុនយោបាយនិងបម្រើផលប្រយោជន៍ក្រុមហាម៉ាស់មិនមែនគ្រាន់តែដើម្បីផ្ដល់ជំនួយមនុស្សធម៌សុទ្ធសាធនោះទេតែអ៊ីស្រាអែលបានផ្ដល់ដំណោះស្រាយឲ្យក្បួនទូកជំនួយបង្វែរទៅចតនៅកំពង់ផែអ៊ីស្រាអែលទៅវិញដើម្បីអនុញ្ញាតឲ្យកងកម្លាំងអ៊ីស្រាអែលធ្វើការត្រួតពិនិត្យសន្តិសុខឲ្យបានត្រឹមត្រូវសិនមុននឹងដឹកជញ្ជូនជំនួយតាមផ្លូវគោកចូលទៅតំបន់ Gaza ក៏ប៉ុន្តែសកម្មជនរបស់ទូកជំនួយបានបដិសេធជំរឿននេះដោយសារពួកគេចង់បំបែកការបិទផ្លូវជាសញ្ញានយោបាយតើការបិទផ្លូវសមុទ្រនេះកើតមានតាំងពីពេលណាមកយោងតាមគេហទំព័រ Wikipedia អ៊ីស្រាអែលបានរក្សាការបិទផ្លូវជើងទឹកលើតំបន់ Gaza ជាចម្បងដើម្បីការពារការរត់ពន្ធអាវុធនិងសម្ភារៈដែលអាចប្រើប្រាស់សម្រាប់គោលបំណងយោធាដោយក្រុមហាម៉ាស់រួមទាំងក្រុមសកម្មប្រយុទ្ធផ្សេងទៀតការបិទផ្លូវនេះមានគោលបំណងទប់ស្កាត់ការវាយប្រហារដោយគ្រាប់រ៉ុកែតនិងទម្រង់ផ្សេងទៀតនៃអំពើហិង្សានយោបាយដែលមានប្រភពមកពីតំបន់ Gaza បន្ទាប់ពីក្រុមហាម៉ាស់បានកាន់កាប់តំបន់ Gaza ក្នុងឆ្នាំ2007អ៊ីស្រាអែលបានបង្កើនការបិទផ្លូវដើម្បីការពារពលរដ្ឋនិងអធិបតេយ្យភាពរបស់ខ្លួនដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខនិងតម្រូវការក្នុងការទប់ស្កាត់រៀបចំឡើងវិញរបស់ក្រុមសកម្មប្រយុទ្ធតាមរយៈផ្លូវសមុទ្របេសកកម្មសំខាន់របស់ក្បួនទូកជំនួយនេះគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកទៅលើការបិទផ្លូវដែលជាការផ្ដល់ជំនួយទ្រង់ទ្រាយធំស្របពេលដែលទូករបស់ពួកគេភាគច្រើនត្រូវបានរារាំងស្ទាក់ចាប់ឬវាយប្រហារមុននឹងទៅដល់គោលដៅបេសកកម្មរបស់ពួកគេត្រូវបានរៀបចំឡើងដោយបណ្ដាញអង្គការសង្គមស៊ីវិលអន្តរជាតិដែលហៅថា Freedom Flotation Coalition ដែលមានការិយាល័យនៅតាមបណ្ដាប្រទេសជាច្រើនពួកគេអះអាងថារដ្ឋបတ်ការរបស់ពួកគេគឺគ្មានអំពើហិង្សានិងមានតែគោលបំណងមនុស្សធម៌តែប៉ុណ្ណោះទោះបីជាយ៉ាងណាមន្ត្រីអ៊ីស្រាអែលបានចាត់ទុកទូកដឹកជំនួយថាបានបង្កប់ក្រុមភេរវករនិងបានជំរុញឲ្យកងនាវាចរដកការផ្គត់ផ្គង់នៅក្នុងទឹកដីអ៊ីស្រាអែលតែត្រូវបានកងនាវាដឹកទូកជំនួយបដិសេធគួរបញ្ជាក់ផងដែរថាគឺត្រឹមដំណាក់កាលដំបូងនៃការបិទផ្លូវឆ្នាំ2007មានទូកតូចៗមួយចំនួនបានទៅដល់គោលដៅបានដោយជោគជ័យប៉ុន្តែចាប់តាំងពីឆ្នាំ2010មកគ្មានទូកដឹកជំនួយមនុស្សធម៌ណាមួយក្នុងបំណងបំបែកការបិទផ្លូវសមុទ្របានសម្រេចផែនការទៅដល់កំពង់ផែ Gaza បានដោយជោគជ័យឡើយតើលោកនេតានយ៉ាហ៊ូបានចូលរួមបេសកកម្មអ្វីខ្លះក្នុងការរំដោះចំណាប់ខ្មាំងអ៊ីស្រាអែលនៅក្នុងប្រទេសយូហ្គាន់ដា Comment ចង់ដឹងជួបគ្នានៅវីដេអូក្រោយសម្រាប់បងជាអតិថិជនដែលមានបំណងទិញផ្ដល់ជំនួយដល់កងទ័ពឬជនភៀសខ្លួនយើងខ្ញុំមានការបញ្ចុះតម្លៃ 70% នៅក្នុងឱកាសនេះសម្រាប់ប្រិយមិត្តដែលមានបំណងចង់ក្លាយជាអ្នកផលិតមាតិកាចម្រុះឬមាតិកាផ្សេងៗយើងខ្ញុំមានទទួលបង្រៀនដោយតម្លៃពិសេសត្រឹមតែ$20តែប៉ុណ្ណោះប្រិយមិត្តដែលមានចំណាប់អារម្មណ៍អាចឆាតចូលក្នុង Page ឬ Telegram បាន